มอนดดមួយបែបនេះនឹងធ្វើឲ្យបងប្អូនផ្លែកភ្នែកជាមួយនឹងរសជាតិថ្មីដែលមិនធ្លាប់មានពីមុនមកសូមបន្តធ្វើការអូររំលងបងប្អូនគ្រាន់តែចំណាយពេលវេលាប្រហែលជាង3នាទីប៉ុណ្ណោះក្នុងការទស្សនាទៅគ្រាន់ជាការកម្សាន្តជាដំបូងខ្ញុំបានសូមគោរពជម្រាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនដែលកំពុងទស្សនាវីដេអូនេះផងដែរឥឡូវខ្ញុំសូមផ្ដល់តួនាទីនេះឲ្យចុងភៅដែលគាត់មានបទពិសោធន៍ក្នុងការធ្វើមុខម្ហូបនេះបង្ហាញទៅកាន់បងប្អូនជំហានដំបូងយើងត្រូវធ្វើការចិតបន្លែរបស់យើងជាមុនសិនហើយបន្លែរបស់យើងផងដែររួមមានដូចជាពោតបារាំងពេញប៉ោះត្រកួនតំបារាំងខ្ញីដោយដែលបង្ហាញបងប្អូននៅខាងលើវីដេអូបន្ទាប់មកយើងធ្វើការចិញ្ច្រាំខ្ទឹមសហើយយកមាន់របស់យើងដែលបានលាងសម្អាតរួចធ្វើការកាច់ស្លាបវាបែបនេះហើយបន្តកាត់ជើងទាំងសងខាងរបស់វាត្រឹមជង្គង់បែបនេះក៏ដូចជាករបស់វាចេញផងដែរបន្ទាប់មកយើងធ្វើការញាត់បញ្ចូលគ្រឿងរបស់យើងដូចជាគល់ស្លឹកគ្រៃនិងខ្ញីដែលយើងបានហាន់ហើយចូលទៅក្នុងខ្លួនមាន់បែបនេះរួចមកយើងធ្វើការលាយបញ្ចូលគ្រឿងរួមមានដូចជាខ្ទឹមសស្ករសប៊ីចេងនិងប្រេងខ្យងផងដែរបន្ទាប់មកយើងធ្វើការកូរច្របល់គ្រឿងយើងបែបនេះប្រហែល5នាទីដើម្បីឲ្យវាចូលជាតិគ្នាបានសព្វល្អរួចហើយយើងធ្វើការដួសបញ្ចូលគ្រឿងដែលយើងលាយបានសព្វល្អចូលទៅក្នុងខ្លួនមាន់បែបនេះហើយយើងចាប់ផ្ដើមធ្វើការវះមាន់របស់យើងជាចម្រៀកតូចៗត្រង់ចំណុចផ្លូវខ្នងក៏ដូចជាទ្រូងមាន់ផងដែរគឺយើងធ្វើបែបនេះដើម្បីឲ្យសាច់មាន់ក៏ដូចជាគ្រឿងរបស់យើងចូលជាតិគ្នាបានល្អរួចហើយយើងធ្វើការលាយបញ្ចូលគ្រឿងម្ដងទៀតពីខាងក្រៅសាច់មាន់យើងធ្វើការលាបបញ្ចូលគ្រឿងបែបនេះឲ្យពេញខ្លួនមាន់ដើម្បីឲ្យគ្រឿងបានសព្វល្អបន្ទាប់មកយើងធ្វើការដាក់សាច់មាន់របស់យើងក៏ដូចជាក្បាលរបស់វាចូលទៅខាងក្នុងខ្លាញ់ក្តៅដើម្បីធ្វើការបំពងរួចហើយយើងធ្វើការរង់ចាំប្រហែលជា15ទៅ20នាទីបន្ទាប់ពីបានឃើញថាមាន់របស់យើងឆ្អិនហើយយើងក៏ចាប់ផ្ដើមប្រែត្រឡប់វាទៅម្ខាងទៀតហើយធ្វើការរង់ចាំប្រហែលជា15នាទីបន្ថែមទៀតឥឡូវក៏ឃើញថាមាន់របស់យើងបានឆ្អិនសព្វល្អហើយយើងក៏ចាប់ផ្ដើមបន្តធ្វើការបំពងខ្ទឹមសហើយដាក់គ្រឿងក្នុងមាន់ក៏ដូចជាជើងមាន់ដែលយើងបានកាត់ហើយធ្វើការឆាត្រឡប់បែបនេះប្រហែលជា5ទៅ10នាទីរួចមកយើងដាក់បញ្ចូលគ្រឿងរបស់យើងមានដូចជាប៊ីចេងទឹកត្រីស្ករសនិងបន្លែ3មុខមានដូចជាខ្ទឹមបារាំងពោតបារាំងពេញប៉ោះហើយយើងធ្វើការឆាត្រឡប់ប្រហែលជា5នាទីរួចដាក់បញ្ចូលនៅខ្ញីដែលយើងបានហាន់រួចរាល់ហើយឆាត្រឡប់បែបនេះប្រហែលជា5នាទីបន្ថែមបន្ទាប់មកយើងដាក់បញ្ចូលនៅត្រកួនដែលជាបន្លែចុងក្រោយហើយថែមទឹកប្រេងខ្យងរួចធ្វើការឆាត្រឡប់បែបនេះរហូតដល់ឆ្អិនសព្វល្អឥឡូវមុខម្ហូបយើងក៏ឃើញថារួចរាល់ហើយនឹងបង្ហាញនៅខាងចុងវីដេអូហើយនេះគឺជាឈ្មោះមុខម្ហូបមាន់ដុតបន្លែ5រសជាតិដែលខ្ញុំចង់បង្ហាញទៅកាន់បងប្អូនដែលកំពុងទស្សនាជាចុងក្រោយនេះខ្ញុំបាទក៏សូមអរគុណនិងជម្រាបលាដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុច follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗទុកគ្រាន់ទស្សនាជាការកម្សាន្តក៏ដូចជាលើកទឹកចិត្តដល់រូបខ្ញុំបាទហើយប្រសិនជាបងប្អូនមានយោបល់ឬមតិអ្វីចំពោះមុខម្ហូបមួយនេះសូមបង្ហាញប្រាប់ខ្ញុំនៅក្នុង comment ផងដើម្បីឲ្យខ្ញុំបាទដឹងហើយធ្វើការកែតម្រូវ